មានអ្នកឆ្ងល់ជាច្រើនមិនជាពិសេសអ្នកនៅក្បែរអ្នកចិត្តខាងឬក៏អ្នកដែលស្គាល់គេថាមានតូបជួលដល់ខែយកទៅលុយហេតុអីនៅតែប្រឹងលក់ដដែលយ៉ាងអាជីវកម្មរបស់ខ្ញុំមកស៊ីពីមុនគឺខាងកាហ្វេនេះរយៈពេល10ឆ្នាំហេតុអីមានតូបជួលនៅជំហានហ្នឹងកែច្នៃដើម្បីរកចំណូលហ្នឹងមិនក៏មិនដេកស៊ីទៅចាប់បាច់មកលក់អីត្រកទៀតចាំថាមនុស្សមិនចេះស្កប់នោះទេទូកធំក្តោងធំដូចចាស់គាត់និយាយអញ្ចឹងមាត់យើងមានប្រមាណក៏ស៊ីអស់ដែរបើសិនជាយើងមិនបង្កើតរកចំណូលបន្ថែមទេបើសិនជាត្រឹមស៊ីត្រឹមតែមាត់ខ្លួនឯងមួយវាមិនអីទេតែក្នុងផ្ទះមានមនុស្សជាច្រើនមានកូនមានប្តីមានអីហើយនៅពេលនេះច្បាញ់ចែកនៅពេលបុណ្យទានម្ដងទាំងសងខាងការចំណាយផ្សេងក្នុងមួយឆ្នាំនោះគឺយើងចំណាយច្រើនដូច្នេះវាទាមទារឲ្យយើងខំប្រឹងទាំងយប់ទាំងថ្ងៃប្រឹងទាំងអ្នកដតីមើលមកថាយើងជាមនុស្សសំណាងប៉ុន្តែมันសំណាងការដែលយើងសំណាងហ្នឹងគឺវាកើតចេញជាអ្វីដែលយើងបានសាងប្រកបដោយចាចាគាត់ថាប្រឹងរកតនខ្លួននៅក្មេងនៅពេលដែលនៅក្មេងកម្លាំងរបស់យើងកាយសម្បទាបញ្ញារបស់យើងនៅមានយើងត្រូវប្រឹងអោបប្រសពរកចំណូលដើម្បីបង្កើតទ្រព្យដល់ពេលចាស់ទៅយើងលែងរាងកាយយើងលែងរឹងមាំដូចមុនហើយត្រូវជំងឺមករុំព័ទ្ធតែអញ្ចឹងយើងឈឺទៅបីជាយើងចង់រកចំណូលរកស៊ីអីហក់លោតអីក៏លែងទៅរួចដែរដូច្នេះត្រូវប្រឹងរកនៅពេលណាដែលយើងនៅមានកម្លាំងពេលវេលាដើរលេងគឺនៅមានច្រើនទៀតតែយើងខំប្រឹងរកបច្ចុប្បន្នហ្នឹងគឺដើម្បីអ្នកជំនាន់ក្រោយដែលជាកូនយើងហើយជាចៅយើងនឹងឯងមានតែខ្លួនយើងប៉ុណ្ណោះដែលយើងដឹងថាតើយើងត្រូវការអីគេចង់បានអ្វីអីគេកិច្ចវិច្ចខ្លាចភាពក្រទៅខំប្រឹងមនុស្សដែលខំប្រឹងទោះបីជាដល់វ័យមួយដែលរិស័យធ្លាក់ក៏ធ្លាក់អត់ដល់បាតដែរដោយសារអីគាត់បានខំប្រឹងប្រែងតែមនុស្សដែលដេកដូចលើព្រៃវាសនាអាចនឹងដួល